ស្ថានទូតយួនបានសូមឲ្យអាជ្ញាធរខ្មែរស៊ើបអង្កេតឲ្យបានឆាប់រហ័សអំពីករណីដែលខ្មែរមួយក្រុមបានព្រួតវាយសម្លាប់ទៅលើជនជាតិយួនម្នាក់បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃសៅរ៍ទី21ខែកុម្ភៈឆ្នាំ2014អ្នកនាំពាក្យស្ថានទូតយួនឈ្មោះត្រឹងវ៉ាន់ថុងប្រចាំកម្ពុជាបាននិយាយសង្កត់យ៉ាងធ្ងន់បង្ខំឲ្យកម្ពុជាការពារនៅបុព្វហេតុណាមួយដែលអាចកើតមានឡើងចំពោះយុវជនជនជាតិយួនឈ្មោះត្រាំងវ៉ាន់ឈៀនថាជាការរើសអើងពូជសាសន៍ក្នុងនាមខ្ញុំជាខ្មែរជាទាហាននៅតំបន់ប៉ៃលិនខ្ញុំក៏សូមឲ្យអាជ្ញាធរខ្មែរនិងប្រជាពលរដ្ឋខ្មែរទាំងអស់ក្នុងនាមជាម្ចាស់ស្រុកម្ចាស់ប្រទេសដាក់កម្រិតទៅលើយួនហាណូយដែលបានកាត់ទឹកកាត់ដីកាត់ព្រៃព្រឹក្សាទៅជាកម្មសិទ្ធិយួនខ្លួនឯងហើយក៏សូមទាមទារឲ្យសងជីវិតខ្មែរដែលបានបាត់បង់ជីវិតអស់ជាង3លាននាក់ក្នុងកំឡុងឆ្នាំ1975ទៅទល់ឆ្នាំ1979និងបានសម្លាប់ជាបន្តដោយជាការរាយចំការមីននៅក្នុងផែនការក5ជាដើមក្នុងនាមខ្ញុំជាខ្មែរខ្ញុំសូមនិយាយទៅកាន់អាជ្ញាធរខ្មែរសូមឲ្យដឹងយល់អំពីករណីកិច្ចខ្លួនឯងជាខ្មែរត្រូវតែធ្វើការដើម្បីបម្រើផលប្រយោជន៍ខ្មែរការពារទ្រព្យសម្បត្តិខ្មែរទឹកដីខ្មែរសន្តិសុខជាតិខ្មែរសន្តិសុខសង្គមខ្មែរបើចៅចូលប្លង់ផ្ទះយើងហើយចៅនោះស្លាប់នៅលើផ្ទះយើងតែយើងត្រូវមានទោសទេគឺយើងដែលជាម្ចាស់ផ្ទះមិនត្រូវមានទោសទេច្បាប់នៅប្រទេសណាក៏ដោយម្ចាស់ផ្ទះអត់មានទោសកំហុសអីទេពីព្រោះអ្នកដែលស្លាប់នោះគឺជាចៅដែលបានស្លាប់នៅលើផ្ទះយើងយួនហាណូយគឺជាចៅប្លន់ទឹកដីឯខ្មែរយើងគឺជាម្ចាស់ផ្ទះដូច្នេះសូមបងប្អូនខ្មែរកុំឲ្យមានការភ័យខ្លាចមានទោសបើសម្រាប់យួនហាណូយបានកាន់តែច្រើនទៀតកាន់តែល្អប្រសើរកាលក្នុងសម័យសាធារណរដ្ឋដែលមានលោកសេនាប្រមុខលន់នល់ជាអ្នកដឹកនាំប្រជាពលរដ្ឋខ្មែរបានលីខ្វែវកំបិតផ្គាក់ដំបងវាយនឹងសម្រាប់យួនបានច្រើនសម្បើមណាស់គឺលួចសម្រាប់ទាហានយួនឥតញញើតដៃទេប្រជាពលរដ្ឋខ្មែរទាំងនោះគឺជាអ្នកស្នេហាជាតិដ៏មោះមុតជាពិសេសនោះគឺជាប្រជាពលរដ្ឋខ្មែរយើងដែលនៅខេត្តស្វាយរៀងប្រជាពលរដ្ឋខ្មែរដែលនៅខេត្តស្វាយរៀងមានការគ្រប់គ្រងដ៏ច្រើនសម្បើមអំពីអាជ្ញាធរខ្មែរនាសម័យនោះនិងអំពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនិងរដ្ឋាភិបាលនាសម័យនោះផងដែរនិងបានទទួលកិត្តិយសពីរដ្ឋាភិបាលខ្មែរថាជាអ្នកក្លាហានអង្អាចជាអ្នកស្រោចស្រង់ប្រទេសជាតិសម័យនោះអត់មានយួននៅពេញកម្ពុជាដូចជាសពថ្ងៃនេះទេរដ្ឋាភិបាលខ្មែរចំនួននោះដែលមានលោកសេនាប្រមុខលន់នល់ជាអ្នកដឹកនាំបានដឹកជញ្ជូនយួនមួយចំនួនឲ្យទៅហាណូយវិញតាមផ្លូវការឯក្រៅផ្លូវការវិញនោះគឺបានបញ្ជាទាហានឲ្យយកទៅរកអុសស្ងាត់នៅក្នុងព្រៃមួយចំនួនទៀតបានត្រូវប្រជាពលរដ្ឋខ្មែរយើងលួចកាប់សម្លាប់អស់ជាច្រើនរដ្ឋាភិបាលខ្មែរសម័យនោះមិនបានដាក់ទោសប្រជាពលរដ្ឋខ្មែរដែលកាប់សម្លាប់យួនហាណូយនោះទេគឺមានតែការសរសើរលើកដំកើងនិងផ្ដល់កិត្តិយសគឺផ្ទុយស្រឡះពីរដ្ឋាភិបាលអាខ្វាក់ដែលជារដ្ឋាភិបាលក្បត់ជាតិរដ្ឋាភិបាលកញ្ជះយួនបំរើយួនសម្រាប់ខ្មែរប្រសិនបើលោកសេនាប្រមុខលន់នល់នៅរស់លោកសេនាប្រមុខលន់នល់នឹងស្រែកឲ្យប្រជាពលរដ្ឋខ្មែរយើងងើបដើម្បីដេញកាប់យួនហាណូយគឺជាសត្រូវសួរពូជរបស់ខ្មែរគឺជាសត្រូវម៉ឺនឆ្នាំរបស់ខ្មែរតាំងពីចំនួនដូនតារបស់យើងអស់រយៈជាច្រើនសតវត្សមកហើយតែខ្មែរសម័យហ៊ុនសែនក្បត់ជាតិនេះយួនដាក់កម្រិតទៅឲ្យហ៊ុនសែនមិនឲ្យកូនខ្មែរបានរៀនសូត្រប្រវត្តិសាស្ត្រខ្មែរគឺឲ្យរៀនតែប្រវត្តិសាស្ត្រคล้ายឲ្យកូនខ្មែរចំនួនក្រោយដែលអត់ដឹងប្រវត្តិសាស្ត្រដឹងគុណយួនហើយលើកទូលយួនហាណូយជាអ្នកមានគុណដែលបានមកជួយរំដោះសង្គ្រោះទៅវិញដោយហេតុដូច្នេះកូនខ្មែរមួយចំនួនដែលអត់ដឹងប្រវត្តិសាស្ត្រមិនស្គាល់ពុតយួនក៏បែរជាលើកជើងយួនតាមរយៈហ៊ុនសែនដែលជាកញ្ជះយួនដាច់ថ្លៃក៏ព្រោះតែចង់រក្សាអំណាចដែលបានមកពីយួនហាណូយលើកបន្តុកចៅចូលប្លង់ផ្ទះយើងសម្រាប់ឪពុកម្ដាយបងប្អូនយើងរួចហើយដុតផ្ទះសម្បែងរបស់យើងបន្ទាប់មកចៅនោះក៏ដឹកឡានទឹកមកពលុតផ្ទះយើងតែយើងអរគុណដល់ចៅដែរទេដូច្នេះហើយដូនតាខ្មែររាប់រយឆ្នាំចំនួនមុនបានទុកពាក្យស្លោកមួយឲ្យកូនខ្មែរចំនួនក្រោយចងចាំរហូតមកដល់សប្តាហ៍ថ្ងៃនេះថាសៀមមិនចៅក្បួនយួនមិនចៅពុតនៅក្នុងបច្ចុប្បន្ននេះរដ្ឋាភិបាលសប្តាហ៍ថ្ងៃគឺជារដ្ឋាភិបាលកញ្ជះយួនហាណូយធ្វើការបម្រើយួននិងសម្រាប់ខ្មែរយើងជាពលរដ្ឋខ្មែរមិនត្រូវមានជំនឿទៅលើអ្វីឬអ្នកដឹកនាំណាម្នាក់កាប់មុខនោះទេគឺត្រូវចេះពិចារណារកខុសរកត្រូវរកចំណេញរកខាតបើមានជំនឿទៅលើអ្វីមួយឬបុគ្គលណាមួយកាប់មុខខ្វះការពិចារណា
នោះគឺជាសេចក្តីដែលល្ងងខ្លៅដែលនឹងនាំវិនាសអន្តរាយដោយកាលពីឆ្នាំ1975ទៅទល់ឆ្នាំ1979ដោយសារពលរដ្ឋខ្មែរយើងជឿទុកចិត្តនិងខ្វះការពិចារណាហើយជឿកាប់មុខទៅលើបុគ្គលម្នាក់គឺសីហនុដែលបានអំពាវនាវឲ្យកូនចៅរត់ជួបព្រៃម៉ាគីសម័យនេះគឺជាសម័យហ៊ុនសែនក្បត់ជាតិលក់ក្បាលឲ្យយួនធ្វើការបម្រើយួនសម្រាប់ខ្មែរអ្នកដែលរងគ្រោះត្រូវបានគេធ្វើបាបនឹងសម្រាប់ជារៀងរាល់ថ្ងៃគឺខ្មែរឯអ្នកដែលសប្បាយរីករាយនិងមានសុវត្ថិភាពគ្រប់បែបយ៉ាងនោះគឺយួនខ្មែរយើងដែលត្រូវរងគ្រោះនឹងត្រូវបានគេសម្លាប់ជារៀងរាល់ថ្ងៃអត់មានរដ្ឋាភិបាលអាខ្វាក់ហ៊ុនសែនបានទាមទារតវ៉ាយួនហាណូយឲ្យរកយុត្តិធម៌ឲ្យអីនោះទេតែយួនស្លាប់ម្នាក់វាដាក់កម្រិតឲ្យអាជ្ញាធរខ្មែរតាមរោគអ្នកដែលសម្លាប់យួននោះឲ្យឃើញដើម្បីយកទៅផ្ដន្ទាទោសតើបងប្អូនខ្មែរទាំងអស់គ្នាចេះជឿចិត្តដែរទេបើចេះជឿចិត្តសូមក្រោកឡើងទាំងអស់គ្នានាំគ្នាប្រតិកម្មតបទៅរដ្ឋាភិបាលយួនហាណូយកុំឲ្យនៅស្ងៀមតទៅទៀតយើងកើតមកជាមនុស្សព្រះបង្កើតឲ្យមានដៃមានជើងមានភ្នែកមានមុខមានសពបែបយ៉ាងទាំងអស់ហើយក៏ចេះមានចលនាមានការហាត់ប្រាណផងដែរដើម្បីឲ្យមានសុខភាពមាំមួនបើមិនដូច្នោះទេរូបកាយយើងដែលខ្វះចលនាខ្វះការហាត់ប្រាណនឹងស្លាប់ឯប្រទេសជាតិក៏ដូច្នោះដែរគឺនឹងត្រូវរលាយសាបសូន្យបង់ពីសកលលោកនេះបើយើងនៅស្ងៀមមិនខំប្រឹងក្រោកឡើងទេនោះយើងជាពលរដ្ឋខ្មែរទាំងអស់គ្នាមិនត្រូវនៅស្ងៀមអោបដៃតទៅទៀតត្រូវតែប្រមូលផ្ដុំនាំគ្នាប្រតិកម្មទៅយួនហាណូយវិញដើម្បីជាតិខ្មែរយើងទាំងអស់គ្នាក្នុងនាមយើងជាម្ចាស់ទឹកម្ចាស់ដីនិងជាម្ចាស់ប្រទេសត្រូវតែមានប្រតិកម្មនិងសម្រេចតែមួយដូចគ្នាគឺទាមទារសូមឲ្យយួនហាណូយសងជីវិតប្រជាពលរដ្ឋខ្មែរដែលត្រូវបានយួនហាណូយសម្លាប់អស់ជាង3លាននាក់ពីឆ្នាំ1975ទៅទល់ឆ្នាំ1979និងពីឆ្នាំ1979មកទល់បច្ចុប្បន្នអស់ជាង1លាននាក់ថែមទៀតហើយការសម្លាប់នេះកំពុងតែបន្តជារៀងរាល់ថ្ងៃដោយយួនហាណូយកំពុងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីឆ្ពិនភ្នែកខ្មែរនិងភ្នែកអន្តរជាតិខ្មែរយើងបានត្រូវយួនសម្លាប់ជារៀងរាល់ថ្ងៃគឺយួនកំពុងប្រែកាឡាទៅជាខ្មែរឯខ្មែរកំពុងคล้ายទៅជាខ្មោចវិញនៅក្នុងសម័យឆ្នាំ1975ខ្មែរយើងមានកំណើនប្រជាជនប្រមាណជា7លាននាក់តែប៉ុណ្ណោះទេពីឆ្នាំ1975ទៅទល់ឆ្នាំ1979យួនសម្លាប់ខ្មែរអស់ជាង3លាននាក់ហើយពីឆ្នាំ1979មកទល់បច្ចុប្បន្ននេះយួនសម្លាប់ខ្មែរអស់ជាង1លាននាក់ថែមទៀតគឺសម្លាប់តាមបែបស្ងាត់ស្ងាត់គ្រប់វិធីសាស្ត្រសួរថាតើមនុស្សមកពីណាខ្លះបានជាកម្ពុជាសប្តាហ៍ថ្ងៃកើនរហូតដល់ទៅ15លាននាក់គឺយួនដែលកំពុងហូរចូលដោយទឹកបាក់ទំនប់ចូលមកក្នុងកម្ពុជាយើងហើយបានប្រែក្លាយទៅជាខ្មែរគឺព្រំដែនយើងដាច់ខ្សែទៅហើយគឺយួនយកកម្ពុជាបានទាំងស្រុងទៅហើយអ្នកដែលឈឺចាប់និងស្លាប់ជារៀងរាល់ថ្ងៃនោះគឺខ្មែរការបង្ខិតបង្កូលឈ្លានពាននោះគឺជារឿងមួយដែលយួនហាណូយបន្លំភ្នែកទេដោយការបកស្រាយរបស់ខ្ញុំមុនរួចមកហើយមិនដូចលោកអៀងពេញសែនិងអស់លោកបណ្ឌិតខ្លះដែលនាំគ្នាអង្គុយដោះស្រាយរឿងដែលឥតប្រយោជន៍ដែលមើលមិនឃើញហើយមានឈ្មោះថាជាបណ្ឌិតបើយួនចង់យកបង្កូលឈ្លានពាននោះមកដាក់នៅtrongចំណុចណាមួយឬខេត្តណាមួយនោះគឺវាធ្វើបានតែទាំងអស់គឺជាវិធីឆ្ពិនភ្នែករបស់យួនហាណូយតែប៉ុណ្ណោះសូមឲ្យអស់លោកបណ្ឌិតប្រមាណអ្នកហ្នឹងបើកភ្នែកឲ្យធំសម្លឹងមើលឲ្យច្បាស់ម្ដងទៀតទន្ទឹមនេះខ្ញុំក៏សូមប្រាប់ទៅអញ្ញើងផងដែរថាដើម្បីជៀសវាងកុំឲ្យមានការប្រកាន់ពូជសាសន៍ប្រកាន់ពណ៌សម្បុរហើយបញ្ហាអ្វីៗក៏ចប់អស់ដែរគឺសូមឲ្យអញ្ញើងប្រគល់ទឹកដីកម្ពុជាក្រោមដែលមានចំនួន21ខេត្តដែលមានប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅមានចំនួនប្រមាណជា15លាននាក់និងសងជីវិតខ្មែរដែលបាត់បង់ដោយសារយួនធ្វើបាបសម្លាប់និងជីវិតខ្មែរជាង3លាននាក់សម័យឆ្នាំ1975ទៅទល់ឆ្នាំ1979និងកំពុងសម្លាប់នៅលើទឹកដីកម្ពុជាសប្តាហ៍ថ្ងៃនេះនិងសូមឲ្យលោកអញ្ញើងប្រគល់ឲ្យមកវិញនៅកោះត្រល់ដែលយួនបានដណ្ដើមយកទៅបើលោកអញ្ញើងអាចធ្វើបានបែបនេះមែននោះអត់មានរឿងប្រកាន់ពូជសាសន៍អីកើតឡើងនោះទេយួននៅប្រទេសយួនទៅហើយខ្មែរនៅលើទឹកដីខ្មែរធ្វើដូច្នេះអត់មានរឿងប្រកាន់ពូជសាសន៍អីនោះទេយួនហាណូយជាចោរប្លន់ចូលប្លន់ផ្ទះគេហើយចោរប្រកាន់ម្ចាស់ផ្ទះគេថាជាអ្នកប្រកាន់ពូជសាសន៍ទៀតអស់ចារយតម្រងហើយដែលtrongចំណុចនេះខ្ញុំក៏សូមផ្ដាំទៅឧវិរៈបរោះល្ងីល្ងើភ្លើផងល្ងងផងដែលបាននិយាយពាក្យសម្ដីឈួតពីថ្ងៃមុនមិនឲ្យខ្មែរនិយាយពាក្យថាយួនគឺប្រកាន់ពូជសាសន៍នេះបើនៅចិត្តឧវិរៈ
ច្បាស់ជាបានជួបដុំអាចហោះជួយមាត់អ៊ូវីរ៉ាហើយខ្មែរមានកំហឹងជឿចាប់ជាមួយយួនហាណូយជាច្រើនសតវត្សមកហើយដូច្នេះសូមកុំឲ្យអ៊ូវីរ៉ាមនុស្សដែលមិនស្គាល់ប្រវត្តិសាស្ត្របិទមាត់សំអុយកគុកនឹងហើយទៅសំងំរៀនប្រវត្តិសាស្ត្រខ្មែរឲ្យបានច្បាស់សូមឲ្យអាជ្ញាធរខ្មែរកុំឲ្យចាញ់សម្លឹកអាយើងហើយធ្វើតាមបញ្ជារបស់អាយើងចាប់ធ្វើបាបខ្មែរអ្នកដែលបានសម្លាប់អាយើងគឺជាអ្នកស្នេហាជាតិខ្មែរហើយត្រូវតែលើកទឹកចិត្តពួកគេបន្ថែមទៀតសម្លាប់អាយើងឲ្យបានកាន់តែច្រើនថែមទៀតនោះកាន់តែល្អប្រសើរកុំឲ្យតែអ្នកនោះសម្លាប់ខ្មែរបើសម្លាប់អាយើងនោះអត់មានទោសកំហុសអីទេពីព្រោះអាយើងគឺជាចៅប្លន់ទឹកដីអ្នកដែលសម្លាប់ខ្មែរនោះទើបជាសត្រូវរបស់ខ្មែរទង្វើសម្លាប់អាយើងនេះគឺជាការត្រឹមត្រូវសមនឹងពេលនេះដែលយើងត្រូវតែធ្វើមហាបាតកម្មរំដោះសង្គ្រោះជាតិយើងដើម្បីឲ្យរួចផុតពីកំណត់ដៃយួនហាណូយដើម្បីជួយសង្គ្រោះជាតិយើងឲ្យរួចពីនឹមយួនហាណូយគឺមានតែការទាមទារឲ្យមានការសាររើនិងអនុវត្តច្បាប់ដែលបានចែងរួចមកហើយដើម្បីការពារកម្ពុជានៅទីក្រុងប៉ារីសកាលពីថ្ងៃទី23តុលាឆ្នាំ1991ការជួបចរចាដើម្បីរកដំណោះស្រាយណាមួយឬការបោះឆ្នោតអីនោះគឺជាអន្ទាក់សងរបស់យួនហាណូយដែលធ្វើឲ្យខ្មែរយើងរើលែងរួចដោយខ្ញុំបានបញ្យល់រួចមកហើយតាមវីដេអូឃ្លីបមុនបងប្អូនណាដែលចង់ដឹងបន្ថែមច្បាស់អាចទៅ YouTube រួចហើយ search រក Rescue Protest in Cambodia នោះនឹងបានលើការបកស្រាយរបស់ខ្ញុំអំពីផលវិបាកនៃការជួបចរចាជាមួយហ៊ុនសែននិងលទ្ធផលនៃការបោះឆ្នោតយួនហាណូយភ័យខ្លាចតែអាវុធមួយយ៉ាងគត់គឺភ័យខ្លាចការសាររើថ្ងៃ$23នឹងឯងដោយខ្ញុំបានជម្រាបមុនរួចមកហើយថាដើមឈើយើងត្រូវតែរកឫសរកគល់ហើយឫសគល់នៃថ្ងៃ$23នោះគឺការតស៊ូនឹងឯងនៅក្នុងយុទ្ធសាស្ត្រដើម្បីទាមទារឲ្យមានការសាររើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសថ្ងៃ$23នោះគឺយើងបានអនុវត្តផែនការទី1រួចមកហើយគឺយើងបានប្តឹងទៅតុលាការអក្រិតកម្មអន្តរជាតិអំពីអក្រិតជនហ៊ុនសែននិងមនុស្សមួយចំនួនដែលកំពុងនៅជួររដ្ឋាភិបាលសពថ្ងៃហើយផែនការទី2នោះគឺយើងត្រូវតែធ្វើមហាបាតកម្មរំដោះសង្គ្រោះជាតិរដ្ឋាភិបាលខ្វាក់ហ៊ុនសែនចិត្តដួលរលំហើយគឺរងចាំតែដំណាក់កាលទី2តែប៉ុណ្ណោះដែលនឹងផុសផុលក្នុងពេលឆាប់ខាងមុខនេះគឺពេលនោះហើយដែលសហគមន៍អន្តរជាតិនឹងចុះទៅធ្វើអន្តរាគមន៍នៅកម្ពុជាគឺពេលនោះឯងហើយដែលត្រូវតែមានការសាររើឡើងវិញនៅកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសនៅថ្ងៃ$23 1991គឺជាច្បាប់ដែលមានរួចទៅហើយដែលមានកិច្ចព្រមព្រៀងរួមមួយដែលមានប្រទេសមហាអំណាចទាំងអស់នៅក្នុងសកលលោកបានទទួលស្គាល់និងចុះហត្ថលេខាដើម្បីសន្តិភាពបូរណភាពឯករាជ្យជាតិនិងលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជាខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ជាបន្ថែមទៀតសូមឲ្យហាត់រៀនក្បាច់គុណដើម្បីការពារទឹកដីផ្ទះសម្បែងនិងអាយុជីវិតរបស់បងប្អូនបើបងប្អូនហាត់រៀនក្បាច់ប្រដាល់ត្រូវចំណាយពេលវេលាយូរបន្តិចតែការហាត់រៀនដំបងវែងដំបងខ្លីបងប្អូនហាត់រៀនតែក្នុងរយៈពេល 2-3 ខែតែប៉ុណ្ណោះគឺមានសមត្ថភាពគ្រប់គ្រាន់ហើយដើម្បីវាយតបតជាមួយខ្មាំងសត្រូវដែលមានចំនួនរាប់សិបនាក់គឺយើងមិនបានហាត់រៀនក្បាច់ឲ្យល្អមើលនៅលើឆាកនោះទេគឺយើងហាត់រៀនក្បាច់គុណដើម្បីវាយប្រយុទ្ធនៅក្នុងសមរភូមិឬសង្គ្រាមខ្ញុំស្គាល់ក្បាច់ទាំងអស់ដែលមាននៅក្នុងលោកតែក្បាច់ដ៏មានឥទ្ធិពលនិងមានប្រសិទ្ធភាពនោះគឺក្បាច់ដ៏សាមញ្ញនោះឯងមិនមែនជាក្បាច់ល្អដែលគេសម្ដែងនៅក្នុងគុណឬនៅលើឆាកឲ្យបានល្អមើលនោះទេបងប្អូនអាចហាត់វាយដំបងជាមួយបាវហាត់ឬបើអត់មានទេអាចហាត់ជាមួយដើមចេកឬកង់ឡានក៏បានការហាត់វាយដំបងជាមួយបាវហាត់ជាការហាត់ដ៏សំខាន់បំផុតសូមហាត់ជាមួយបាវហាត់ឲ្យបាន 70% ហើយការហាត់ជាមួយខ្យល់និងហាត់ជាមួយដៃគូប្រមាណជា 30% នៅថ្ងៃសៅរ៍ឬអាទិត្យតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយទី1ការហាត់ជាមួយបាវហាត់ឬដើមចេកគឺដើម្បីឲ្យមានកម្លាំងខ្លាំងទី2ការហាត់ជាមួយខ្យល់គឺដើម្បីឲ្យមានការរីកចម្រើនខាងល្បឿនទី3ការហាត់ជាមួយដៃគូគឺដើម្បីឲ្យមានការស្ទាត់ជំនាញមូលហេតុដែលខ្ញុំសូមឲ្យហាត់ជាមួយបាវហាត់ឬដើមចេកឲ្យបានច្រើនបំផុតនោះគឺហាត់វឹកវើដើម្បីឲ្យមានកម្លាំងខ្លាំងឆ្អឹងនិងសាច់ដុំរឹងមាំក្បាច់គុណអ្វីក៏ដោយបើវាយមិនបានខ្លាំងហើយល្បឿនមិនបានរហ័សទេនោះគឺចាត់ទុកជាមិនបានការគឺគ្មានប្រសិទ្ធភាពទេខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់មិនថាក្មេងឬចាស់ប្រុសឬស្រីសូមឲ្យហាត់រៀនក្បាច់គុណការហាត់រៀនក្បាច់គុណគ្មានកំណត់ឬកម្រិតត្រឹមណានោះទេគឺហាត់ជារៀងរហូតដល់ថ្ងៃស្លាប់តែម្ដងហើយផ្នែកគុណនេះគឺជាផ្នែកមួយប្រចាំជីវិតយួនហាណូយនឹងក្រពុលមុខបង្កើនការសម្លាប់កាន់តែខ្លាំង
តាមរយៈរដ្ឋាភិបាលកញ្ជះយួនដើម្បីឲ្យខ្មែរឆាប់ស្លាប់អស់ពីសកលលោកនេះយើងជាពលរដ្ឋខ្មែរត្រូវតែខំប្រឹងហាត់រៀនក្បាច់គុណដើម្បីការពារដីធ្លីផ្ទះសម្បែងនិងអាយុជីវិតយើងយួនហាណូយអត់ខ្លាំងទេតែយើងចាញ់សង្គ្រាមមួយរយៈពេលគឺមកពីយើងខ្សោយគឺខ្សោយដោយសារយើងប្រយុទ្ធទាំងងងឹតងងល់មិនស្គាល់ខ្មាំងសត្រូវមិនស្គាល់មិត្តដោយខ្ញុំបានបកស្រាយរួចមកហើយនៅវីដេអូឃ្លីបមុនខ្ញុំសូមប្រកាសទៅដល់យួនហាណូយម្ដងទៀតបើយួនហាណូយចង់ចាប់ខ្ញុំសូមឲ្យមកចាប់ខ្ញុំនៅតំបន់ប៉ៃលិនហើយសូមនាំគ្នាឲ្យច្រើនមកដើម្បីឲ្យខ្ញុំបានសប្បាយដៃបាញ់សន្ទះក្បាលយួនសកៃបើបានបាញ់សន្ទះក្បាលយួនសកៃខ្ញុំសប្បាយចិត្តជាងត្រូវឆ្នោតរង្វាន់ធំទៅទៀតគឺខ្ញុំសូមតទល់1ទល់នឹង100បើយួនហាណូយមានក្បួនអីខ្លះបញ្ចេញមកចោះហើយមិនចាំបាច់បញ្ជាឲ្យទាហានខ្មែរមកជំនួសនោះទេពីព្រោះបាត់ដៃខ្ញុំអត់មានប្រឡាក់ឈាមខ្មែរទេគឺមានតែប្រឡាក់ឈាមយួនហាណូយតែប៉ុណ្ណោះប៉ុន្តែខ្ញុំមិនជឿថាយួនហាណូយចង់ឲ្យមានភ្នំភ្លើងផ្ទុះនោះទេពីព្រោះយួនហាណូយភ័យខ្លាចការសាររើកិច្ចព្រមព្រៀងសន្តិភាពនៅប៉ារីសស្ដីពីកម្ពុជានៅថ្ងៃ$23នោះឯងគឺនឹងឯងដែលជាចំណុចរសើបរបស់យួនហាណូយនោះខ្ញុំក៏សូមផ្ដែផ្ដាំទៅដល់ជនជាតិយួនដែលកំពុងហូរចូលមករស់នៅក្នុងទឹកដីខ្មែរពពាក់ពពូនោះថាពេលវេលានោះកាន់តែជិតមកដល់ហើយកូនខ្មែរមិនខ្លាចយួនហាណូយជាដាច់ខាតហើយនឹងកម្ចាត់យួនហាណូយឲ្យចាកចេញពីកម្ពុជាវិញឲ្យទាល់តែបានយួនហាណូយហូរចូលកម្ពុជាតាមផ្លូវធំទូលំទូលាយតែកូនខ្មែរទុកតែច្រកតូចមួយប៉ុណ្ណោះឲ្យនាំកូនចៅរត់ទៅហាណូយវិញបើរត់មិនទាន់ទេកូនខ្មែរនឹងកាត់ឥតត្រាប់ថ្ងៃទេកូនខ្មែរចំនួនក្រោយនឹងងើបឡើងតស៊ូប្រយុទ្ធជាមួយយួនហាណូយរហូតទាល់តែរលាយផែនដីគឺអត់មានចោះចាញ់យួនហាណូយជាដាច់ខាតហើយខ្មែរគ្រប់ចំនួននៅចងចាំជានិច្ចថាយួនហាណូយគឺជាសត្រូវសួរពូជ10000ឆ្នាំរបស់ខ្មែររហូតដល់ផែនដីរលាយសូន្យបង់ខ្ញុំស្លាប់ទៅហើយតែប្រលឹងណែឈាមខ្ញុំអើយស្រែកហើយដាស់អស់ក៏បត់ឲ្យញាក់ក្រងឡើងមកជួយប្រយុទ្ធដៃកាន់អាវុធកុំចាត់លើយសិនត្រូវចង្រៃជាតិយោទួពូជអាចារ្យអើយកុំហូចមានអ្នកលៀមទៅទឹកដីខ្មែរយើងក៏ពូជកូនចៅដូច្នេះខ្មែរត្រូវហំថែរាំងសាសម្រែកឈាមខ្មែរស្នេហាជាតិណាយរើខែម្ដងទៀតអជាតិខែបាឡាក្រោកឡើងកូនខ្មែរទុកត្រែចំការជួយវាយប្រហារចោលបងខ្លាយជាតិណាកុំចាត់ឲ្យអងឈាមឆោកចង្រៃកុំបងអើយអងដៃព្រៀមតទៅទៀតបើស្លាប់ក្នុងនាមស្មោះត្រង់ត្រង់ជាតិស្លាប់ដល់ទៀតរឹតតែប្រសា
ចាក់ឲ្យអងឈាមថោកចង្រៃកុំបងអើយ